មុខរបរកសិកម្មជាពិសេសគឺមុខរបរចិញ្ចឹមកដោបបែបគ្រួសារឬក៏ការចិញ្ចឹមកដោបបែបអាជីវកម្មហើយចង់បញ្ជាក់បងប្រុសបងស្រីថាមុខរបរចិញ្ចឹមកដោបនេះគឺយើងអត់ចំណាយលុយលើការទិញចំណីទេបាទសំខាន់បំផុតគឺយើងត្រូវតែបាទត្រៀមខ្លួននៅក្នុងការបាទទៅរកស្មៅឬក៏យើងអាចនិយាយថាដាំស្មៅដើម្បីទទួលបាននៅស្មៅសម្រាប់ជាចំណីដល់កដោបយើងហើយបងប្រុសបងស្រីឃើញចាប់ផ្ដើមចិត្តចាប់គូទៀតហើយឈុតនេះណាបាទត្រង់នេះចិត្តចាប់គូទៀតហើយបើត្រង់ផ្សេងហ្នឹងគឺចាប់គូហើយកំពុងតែពងផងដែរបាទហើយនៅក្នុងនេះក៏យើងមានប្រកាសប្រភេទត្រី7ពណ៌ហើយក៏មានប្រភេទខ្យងបើខ្យងទុរេនផងដែរហើយមានកូនត្រីចម្រុះផងដែរណាបងប្រុសបងស្រីចឹងនេះចែកម្លែកជួយបងប្រុសបងស្រីដែលគាត់គិតថារៀបចំកន្លែងសបុកពងមិនគឺយើងដាក់ដីខ្សាច់ចឹងមកបងណាបងរែងយកដីខ្សាច់មកបាទហើយមើលកដោបវាចាប់ផ្ដើមចាប់គូចឹងទៅបាទហើយបន្តមកទៀតវាចាប់ផ្ដើមទៅពងនេះពងលើដីខ្សាច់ហ្នឹងហើយបាទនេះខ្ញុំបញ្ជាក់ថាហើយបញ្ជាក់ទៀតកដោបពងហើយគឺងាប់ហើយអញ្ចឹងបងប្រុសបងស្រីថាមិនក៏កដោបចាប់គូវាចាប់ផ្ដើមងាប់ហើយកដោបខ្លះគឺចាប់គូមិនទាន់នឹងពងក៏ងាប់ដែរដោយសារវាគិតតែចាប់គូទៅវាផ្លិចស៊ីចំណីអញ្ចឹងវាអាចបាត់បង់នៅកដោបខ្លះហើយការដាក់ចំណីតើបងប្រុសបងស្រីហ្នឹងពិនិត្យមើលទៀតណាត្រូវថាការដាក់ចំណីបើយើងដាក់ចំណីលើផ្ទៃរាបស្មើអាហ្នឹងក៏វាជាផ្នែកមួយជួយហើយបើកាលណាយើងដាក់ចំណីខ្ពស់ពេកក៏ជាផ្នែកមួយអញ្ចឹងយើងត្រូវមានគ្រប់ណាទាំងចំណីផ្នែកទាបទាំងចំណីផ្នែកខ្ពស់ដើម្បីកាត់បន្ថយឲ្យកដោបយើងកុំឲ្យវាប្រកាត់គូប្រកាត់ចាប់គូទៅវាអាចងាប់ដល់កដោបយើងហើយកណាងាប់គឺខាតបាទអញ្ចឹងជាទូទៅកដោបពេលដែលវាចាប់គូហើយគឺវាងាប់ហើយណាបាទតែយើងឃើញពេញរោងទៀតហើយបាទណាមុខរបរចិញ្ចឹមកដោបហើយបងខ្លះគាត់ក៏ចាប់ផ្ដើមបាទបរិច្ច្រើនរោងណាមានបងប្អូនខ្លះក៏គាត់បរិច្ច្រើនដែរណាខ្ញុំចែកម្លែកជូនបន្ថែមពីមុខរបរចិញ្ចឹមកដោបបាទ